Hello អ្នកទាំងអស់គ្នាខ្ញុំឈ្មោះតារាសប្តាហ៍នេះយើងជានិស្សិតកំពុងរៀនភាសាខ្មែរនៅសាកលវិទ្យាល័យភាសាបរទេសសិង្ហៃឥឡូវនេះពិធីបុណ្យសាច់លខែចុចមកដល់ហើយយើងកំពុងរៀបចំអបអរសាទរពិធីបុណ្យនេះថ្ងៃនេះយើងបានអញ្ជើញលោកគ្រូធំហុងហឹងដែលជាគ្រូបង្រៀនបរទេសរបស់យើងមកធ្វើនំលោកខែជាមួយគ្នាលោកគ្រូហឹងបាននៅប្រទេសចិនអស់រយៈពេលជាង7ឆ្នាំហើយដោយសារលោកគ្រូកំពុងបង្រៀននៅទីក្រុងសៀងហៃភាគច្រើនគាត់មិនមានពេលវេលាច្រើនដើម្បីជួបគ្រួសារនោះទេពិធីបុណ្យសាច់លខែគឺជាពិធីបុណ្យប្រពៃណីរបស់ប្រទេសចិនដែលមានអត្ថន័យនៃការជួបជុំគ្រួសារតាមរយៈការប្រារព្ធពិធីបុណ្យសាច់លខែជាមួយយើងសង្ឃឹមថានឹងអាចផ្ដល់នូវអារម្មណ៍កក់ក្ដៅនិងបន្ថយការនឹកផ្ទះរបស់គាត់នៅក្នុងប្រទេសចិនទំនៀមទម្លាប់នៃពិធីបុណ្យសាច់លខែសម្បូរបែបណាស់ដូចជាការមើលលខែនិងញ៉ាំនំលខែផងដែរនំលខែជានិមិត្តរូបនៃពិធីបុណ្យសាច់លខែគឺជាអាហារសំខាន់ដែលត្រូវតែមានសម្រាប់គ្រប់គ្រួសារនៅក្នុងពិធីបុណ្យសាច់លខែនៅប្រទេសកម្ពុជាសហគមន៍ជនជាតិដីចិនបានរៀបចំសកម្មភាពអបអរសាទរផ្សេងៗដូចជាការមើលលខែញ៉ាំនំលខែនិងក្បួនដង្ហែចង្គៀមគង់ដែលស្រដៀងនឹងទំនៀមទម្លាប់ប្រពៃណីចិនក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះជាមួយនឹងការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅរវាងប្រទេសចិននិងកម្ពុជាការប្រារព្ធពិធីបុណ្យសាច់លខែនៅកម្ពុជាកាន់តែមានភាពសម្បូរបែបជាឧទាហរណ៍វិទ្យាស្ថានគង់ចិត្តនៃរាយបង្ថឹកសភាកម្ពុជាធ្លាប់បានប្រារព្ធពិធីបុណ្យសាច់លខែដែលជួយបង្កើនមិត្តភាពនិងការយល់ដឹងរវាងប្រជាជនចិននិងកម្ពុជាតាមរយៈការសម្ដែងសិល្បៈនិងការផ្លាស់ប្តូរវប្បធម៌ជាដើម1 2 3រីករាយពិធីបុណ្យសាច់លខែយេរីឯនំលខែដែលជានិមិត្តរូបនៃពិធីបុណ្យសាច់លខែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងផ្សារទំនើបចិននិងហាងតូចៗនៅកម្ពុជានំលខែមានច្រើនរសជាតិមានតាំងពីស្នូលងយឹងស្នូលក្រាបឈរបែបប្រពៃណីព្រមទាំងស្នូលដែលមានលក្ខណៈពិសេសបែបខ្មែរជាច្រើនដូចជាស្នូលទូលែងស្នូលទងជាដើមតាមលោកគ្រូមានទំនៀមទម្លាប់ប្រារព្ធពិធីបុណ្យសាច់លខែដែលលើនេះបាទប្រារព្ធគ្រួសាររបស់ខ្ញុំជាទូទៅតែប្រារព្ធព្រឹកពិធីបុណ្យប្រពៃណីចិនអញ្ចឹងហើយពិធីបុណ្យសាច់លខែគឺមិនចាំបាច់និយាយទេគឺគ្រួសាររបស់ខ្ញុំតែប្រារព្ធឡើងតែធ្វើហើយយ៉ាងទៀតខ្ញុំមានជាផ្លាស់ប្ដូរខាងអ្នកទាំងគ្នាតើតើនៅពិធីបុណ្យសាច់លខែនៅប្រទេសកម្ពុជាហើយខ្ញុំតែធ្វើđã mặc luôn cho trên đang nông lộc khai nó ở trên kiaខ្ញុំចូលចិត្តញ៉ាំនំលខែ Snow Today ដែលមានពងជាងគេអត់ឡាយសំខាន់នៃពិធីបុណ្យសាច់លខែគឺការជួបជុំគ្នាក្នុងថ្ងៃនេះមិនថាអ្នកនៅទីណាទេអ្នកនឹងបៀយាមត្រឡប់ទៅផ្ទះវិញតាមតែឬអត់ធ្វើទៅបានតាំងពីជួបជុំជាមួយគ្រប់គ្រួសារការជួបជុំគ្នាបែបនេះមិនត្រឹមតែជាការជួបជុំគ្នាដោយផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែក៏ជាការប្រាស្រ័យទាក់ទងខាងចិត្តវិញ្ញាណតែអាចពង្រឹងទំនាក់ទំនងរវាងសមាជិកគ្រួសារ